លោកស្រីអាចអញ្ជើញមកហាងនាងខ្ញុំផ្ទាល់ជាមួយនឹងការឆ្នៃម៉ូដជាមួយនឹងការណែនាំក្បាច់ហូលចាហើយមួយវិញទៀតអ្វីដែលជាសេចក្តីរីករាយរបស់នាងខ្ញុំពិតជាអរគុណមែនតែនសម្រាប់អតិថិជនចាស់ក៏ដោយថ្មីក៏ដោយដែលគាត់តែងតែនិយមគ្រប់គ្រងគាត់សប្បាយចិត្តជាមួយនឹងការប្រើសេវាកម្មរបស់នាងខ្ញុំផ្ទាល់ចាសេវាកម្មយើងគឺមានលក់ហូលมันប្រកាសថាគាត់ត្រូវលក់ឲ្យគាត់ត្រូវកាត់នៅហាងយើងទេចាគាត់មានហាងដែលមានជំនាញដែលសប្បាយចិត្តដែលគាត់ពេញចិត្តគាត់អាចយកទៅកាត់បានដូចគ្នាចាយើងមានលក់ហូលចាហូលហើយនឹងប្រមួងសូត្រខ្មែរចាប្រមួងសូត្រខ្មែររបស់យើងចែកចេញជា3ប្រភេទដូចគ្នា3តម្លៃដើម្បីងាយស្រួលដល់អតិថិជនដែលគាត់ត្រូវការតម្លៃមួយណាក៏យើងអាចផ្គត់ផ្គង់ជូនគាត់បានចានឹងសេវាកម្មកាត់ដេរចាមួយវិញទៀតថាតើតម្លៃនៃការកាត់ដេរហ្នឹងយ៉ាងម៉េចដែរតម្លៃសមរម្យដែរទេឬក៏អតិថិជនកន្លងមកគាត់អាចទទួលយកបានចាសម្រាប់តម្លៃនាងខ្ញុំគិតថាសមរម្យមែនតែនតាសម្រាប់បើយើងប្រៀបធៀបជាមួយនឹងហាងដែលមានឈ្មោះល្បីផ្សេងគឺហាងយើងហ្នឹងនៅកម្រិតមួយដែលយើងមានអារម្មណ៍ថាយើងផ្ដល់ជូនអតិថិជនលក្ខណៈតម្លៃសមរម្យមែនតែនហើយជាមួយនឹងក្បូរក្បាច់រចនានាងខ្ញុំអត់ដែលអេតបន្ថែមទេការងាររបស់បងប្អូននាងខ្ញុំធ្វើនាងខ្ញុំអត់ដែលអេតលុយបន្ថែមតាមងារបន្ទាន់ក៏គ្នាខ្ញុំអត់ដែលថាសុំថាឥឡូវការងារលឿនត្រូវគុណលុយអីគឺអត់ទេចាគឺនាងខ្ញុំផ្ដល់ជូនសេវាជូនពួកគាត់ឲ្យគាត់សុខចិត្តតែម្ដងយើងអត់បានផ្ដោតសំខាន់ទៅលើថាឥឡូវត្រូវតែលឿនត្រូវតែប្រើសេវាកម្មលឿនទៅត្រូវការគុណលុយអីចឹងចាអត់មានទេចាហើយសម្រាប់បងប្អូននាងខ្ញុំក៏អញ្ចឹងដែរចាអ្វីដែលគាត់ធ្វើមកគឺគាត់ធ្វើពីទឹកចិត្តរបស់គាត់អ្វីដែលគាត់ប្រឹងប្រែងគឺគាត់ support ជួយគ្នានៅក្នុងក្រុមការងារយើងមានថ្ងៃនេះក៏អរគុណដល់ពួកគាត់ដែរចាអរគុណច្រើនលោកស្រីសុវណ្ណថងសម្រាប់ការផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានថ្មីតាក់ទងទៅនឹងហាងអំពររាជធានីកាត់ដេរនេះអរគុណច្រើនចាអរគុណ